ជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងមានសាច់រឿងថ្មីមួយទៀតខ្ញុំជឿជាក់ថាបងប្អូនទាំងអស់គ្នាច្បាស់ជាមានបងប្អូនឬមួយក៏សាច់ញាតិក្រុមគ្រួសារដែលគាត់ទទួលមរណភាពទៅហើយបងប្អូនយើងមួយចំនួនច្បាស់ជាបានឃើញវិញ្ញាណពួកគាត់ដោយផ្ទាល់ឬមួយក៏តាមរយៈការយល់សប្តិអញ្ចឹងទៅហើយបើទោះបីជាវិញ្ញាណពួកគាត់ជាសាច់ញាតិចាស់ទុំយើងក៏ដោយអ្នកខ្លះក៏នៅមានអារម្មណ៍ថាព្រឺព្រួចគួរឲ្យខ្លាចខ្លាំងដែរមុននឹងចូលទៅដល់សាច់រឿងសូមបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច like និង Subscribe Channel របស់ខ្ញុំម្នាក់មួយដើម្បីទទួលបាននូវវីដេអូថ្មីៗជាបន្តបន្ទាប់ទៀតសាច់រឿងមួយដែលខ្ញុំនឹងយកមកបកស្រាយនៅជប់នេះគឺជាសាច់រឿងមួយដែលកើតឡើងទៅលើគ្រួសាររបស់នុតហើយរឿងរ៉ាវទាំងអស់ហ្នឹងគឺបានកើតឡើងតាំងពី10ឆ្នាំមុនហើយកើតឡើងនៅចន្លោះឆ្នាំ2015ដោយនុតក៏រស់នៅជាមួយនឹងអ៊ំស្រីរបស់គាត់ដោយឡែកម្ដាយឪពុករបស់គាត់ធ្វើចំណាក់ស្រុកទៅរកស៊ីដោយសារតែអ៊ំស្រីរបស់គាត់ជាស្ត្រីមេម៉ាយផងហើយមានកូនទៀតទើបធ្វើឲ្យគាត់ហ្នឹងយកសិនុតហ្នឹងមករស់នៅជាមួយបើទោះបីជាគាត់រស់នៅជាមួយនឹងអ៊ំស្រីក៏ដោយក៏អ៊ំស្រីរបស់គាត់ស្រឡាញ់គាត់ដូចជាកូនបង្កើតរបស់គាត់ចឹងដែរប៉ុន្តែទោះបីជានុតមកនៅជាមួយក៏ដោយក៏ផ្ទះនៅតែមានលក្ខណៈរៀងស្ងាត់ដែរដោយសារតែមួយផ្ទះរស់នៅតែ2នាក់រហូតដល់ថ្ងៃមួយគាត់ក៏ទទួលបានដំណឹងអាក្រក់ថាអ៊ំរបស់គាត់មានជំងឺមហារីកដំណាក់កាលចុងក្រោយហើយគាត់អាចរស់នៅបានមិនលើសពី6ទៅ7ខែទៀតទេហើយនៅក្នុងកំឡុងពេលហ្នឹងធ្វើឲ្យអ៊ំរបស់គាត់សោកសៅខ្លាំងមែនទែនព្រោះអីគាត់អត់ចង់ស្លាប់ទេគាត់ចង់បន្តរស់នៅដូចធម្មតាដោយឡែកទាំងជំងឺផ្លូវកាយនិងផ្លូវចិត្តរបស់គាត់ហ្នឹងឯងដែលធ្វើឲ្យគាត់ចាប់ផ្ដើមធ្លាក់ខ្លួនឈឺទៅយ៉ាងលឿនតែម្ដងបាយក៏នឹកទឹកក៏ស្រែកចឹងហើយដែលធ្វើឲ្យក្រុមគ្រួសាររបស់នុតហ្នឹងបញ្ជូនគាត់ទៅពេទ្យនៅទីក្រុងព្រោះអីបើសិនជានៅតែបន្តបែបហ្នឹងទៀតអ៊ំរបស់គាត់ច្បាស់ជាមិនអាចបន្តរស់នៅរហូតដល់6ទៅ7ខែដែលបានកំណត់ហ្នឹងទេនៅពេលដែលអ៊ំរបស់គាត់មកស្នាក់នៅមន្ទីរពេទ្យហ្នឹងក៏មានសាច់ញាតិមកសួរនាំដែរដូចជាចដូនមួយឬមួយក៏បងប្អូនសាច់ឆ្ងាយសាច់ជិតញាតិផងរបងជិតគ្នាអញ្ចឹងណាហើយបើទោះបីជាយ៉ាងណាក៏ដោយក៏អ៊ំរបស់គាត់តែងតែប្រាប់នុតថាគាត់អត់ទាន់ចង់ស្លាប់ទេចឹងហើយដែលធ្វើឲ្យនុតគាត់ក៏អាណិតអាសូរចំពោះអ៊ំស្រីខ្លាំងមែនទែនដែលបណ្ដាលឲ្យជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅនោះគឺគាត់តែសម្រានក៏លក់ដែរអ្វីគ្រប់យ៉ាងគឺគាត់អត់ធ្វើទាំងអស់អាហ្នឹងដូចជាជំងឺបាក់ទឹកចិត្តមួយអញ្ចឹងណាចំពោះអ្នកជំងឺបើជំងឺផ្លូវកាយយើងគឺអាចព្យាបាលបានប៉ុន្តែជំងឺផ្លូវចិត្តនេះគឺពិបាកព្យាបាលខ្លាំងមែនទែនចឹងហើយដែលធ្វើឲ្យគាត់កាន់តែទ្រុឌទ្រោមខ្លាំងទៅណារហូតដល់ល្ងាចមួយហ្នឹងយើងមើលទៅគាត់ដូចជាមនុស្សធម្មតាអញ្ចឹងដែលធ្វើឲ្យយើងនឹងមានអារម្មណ៍ភ្ញាក់ផ្អើលហើយក៏មិនស្រួលនៅក្នុងខ្លួនផងដែរដោយសារតែរោគសញ្ញាទាំងអស់ហ្នឹងជារឿយៗកើតឡើងនៅពេលដែលមនុស្សឈានទៅដល់ឋានៈការចុងក្រោយរបស់ពួកគាត់រហូតដល់ព្រឹកបន្ទាប់ស្ថានភាពរបស់អ៊ំរបស់គាត់កាន់តែអាក្រក់ខ្លាំងទៅរូបរាងនិងកាយវិការបានប្រែប្រួលខ្លាំងមែនទែនរហូតទាល់តែគាត់ងើបពីលើគ្រែអត់រួចណាពេទ្យគេបានបញ្ជាក់ប្រាប់ថាជំងឺរបស់គាត់កាន់តែទៅមុខហើយគឺយើងព្យាបាលលេងកើតណាហើយពេលនឹងដែរដែលក្រុមគ្រួសាររបស់គាត់បានឡើងមកមើលគាត់ជាលើកចុងក្រោយណាជារឿយៗតែងតែមានគេតបន់ស្រន់នៅជំនាញពេទ្យឬមួយក៏នៅទីអាស្រមនៅក្បែរពេទ្យអីចឹងទៅហើយពេលនឹងដែរដែលនុតគាត់បានទៅអធិដ្ឋាននៅជំនាញអាចថាជំនាញឬមួយក៏អាស្រមនៅក្បែរពេទ្យហ្នឹងណាហើយក្នុងកំឡុងពេលដែលគាត់អធិដ្ឋានហ្នឹងធ្វើឲ្យគាត់ភ្ញាក់ផ្អើលខ្លាំងមែនទែនគឺដូចជាសលេងអ៊ំស្រីរបស់គាត់ហ្នឹងណាស្រែកប្រាប់នុតណាថាគាត់អត់ទាន់ចង់ស្លាប់ទេគាត់ចង់នៅរស់បន្តទៀតគាត់មើលនៅជុំវិញខ្លួនគាត់គឺមានណាគេនៅក្បែរហ្នឹងទាំងអស់គាត់ឮសលេងហ្នឹងទាំងដែលអ៊ំគាត់អត់ទាន់ទាំងស្លាប់ផងហ្នឹងចឹងហើយដែលធ្វើឲ្យគាត់រៀងភ័យខ្លាចខ្លាំងមែនតើហើយគាត់ក៏បានត្រឡប់ទៅវិញទៅបន្ទប់ពេទ្យវិញណាហើយនៅពេលដែលគាត់ត្រឡប់ទៅវិញក្រុមគ្រូពេទ្យក៏បានបញ្ជូនអ៊ំរបស់គាត់ដើម្បីចាក់ចេញពីពេទ្យពួកអីខាងទីពេទ្យពួកគេបានបញ្ជាក់ថាអ៊ំរបស់គាត់ព្យាបាលជាមានតែយកទៅស្រុកកំណើតវិញទៅនៅពេលដែលត្រឡប់ទៅដល់ផ្ទះវិញក្រុមគ្រួសាររបស់គាត់ក៏បាននិមន្តព្រះសង្ឃដើម្បីមកសូត្រមន្តឲ្យអ៊ំស្រីរបស់គាត់ណាប៉ុន្តែនៅទីបំផុតអ៊ំរបស់គាត់ក៏ស្លាប់នៅក្នុងអាយុ65ឆ្នាំដែលធ្វើឲ្យក្រុមគ្រួសារគាត់នឹងពិតជាសោកស្ដាយខ្លាំងមែនទែនក្រោយពីធ្វើបុណ្យនិងយកសពទៅបូជារួចរាល់ហើយបងប្អូនជីដូនមួយរបស់គាត់ដែលឈ្មោះនីតក៏បានទៅបន្ទប់ទឹកនៅខាងក្រោមផ្ទះអ៊ំស្រីរបស់គាត់ហើយនៅពេលនឹងដែរគឺនីតគាត់អត់ទាន់បានចូលបន្ទប់ទឹកទេប៉ុន្តែនៅបរិវេណខាងក្រោមផ្ទះហ្នឹងគឺងងឹតខ្លាំងមែនទែនបន្ទប់ទឹកហែងដាច់ដライពីផ្ទះពេលហ្នឹងគាត់ក៏ឮសលេងស្អកសលេងនៅក្នុងបន្ទប់ទឹកហ្នឹងក៏បានឮឡើងដែលដូចជាសលេងគេបើកក្បាលរមណីចោលអញ្ចឹងណាហើយគាត់ក៏បានដើរទៅក្បែរបន្ទប់ទឹកហ្នឹងហើយគាត់ក៏បានឃើញទិដ្ឋភាពមួយដែលធ្វើឲ្យនាងតក់ស្លុតខ្លាំងរហូតដល់ស្រែកផ្អើលពេញផ្ទះតែម្ដងដែលបណ្ដាលឲ្យសាច់ញាតិគាត់ហ្នឹងចុះមកខាងក្រោមហ្នឹងហើយក៏ឃើញនីតហ្នឹងឈរនៅខាងមុខបន្ទប់ទឹកគាត់បើកភ្នែកធំតែម្ដងហើយពេលហ្នឹងដែរគេក៏បាននាំគាត់ទៅអង្គុយនៅក្រោមផ្ទះដើម្បីមានពន្លឺភ្លើងដើម្បីងាយស្រួលចង់ដឹងថាគាត់កើតអីពេលហ្នឹងគឺនីតគាត់ស្លាងកាំងគាត់អត់អាចនិយាយអីបានណាទោះតែសាច់ញាតិរបស់គាត់ហ្នឹងបានយកប្រេងកាឡានិងប្រេងខ្យល់យកមករឹតរូតឲ្យនីតដើម្បីឲ្យគាត់ដឹងខ្លួនបន្ទាប់ពីដឹងខ្លួនមកវិញគាត់ក៏បានបញ្ជាក់ថាស្ត្រីចំណាស់ម្នាក់បានឈរជូតកំរាបន្ទប់ទឹកហើយពេលហ្នឹងគាត់ក៏ងាកមកសួរមកកាន់គាត់ហ្មងថាគាត់មានរឿងអីមែនពេលហ្នឹងឯងដែលធ្វើឲ្យនីតហ្នឹងគាត់ស្លាងកាំងហើយគ្រប់គ្នាក៏ផ្អើលឆោឡោទៅមើលនៅក្នុង
បន្ទប់ទឹកហ្នឹងថាតើនៅក្នុងបន្ទប់ទឹកមានណាគេនៅអត់ឬមួយក៏ជុំវិញហ្នឹងមានមនុស្សអត់ចឹងណាប៉ុន្តែពេលដែលគេទៅមើលគឺមានអ្វីទាំងអស់អញ្ចឹងទៅដែលធ្វើឲ្យអ្នកទាំងអស់គ្នាភ្ញាក់ផ្អើលដែលមានរឿងទាំងអស់ហ្នឹងកើតឡើងទៅលើនិតណាទោះពីរឿងរ៉ាវទាំងអស់ហ្នឹងបានកើតឡើងទៅលើនិតហើយធ្វើឲ្យនុតគាត់ចាប់ផ្ដើមមានអារម្មណ៍ថាអត់សូវល្អណាព្រោះអីតទៅមុខទៀតគាត់ជាអ្នកបន្តរស់នៅផ្ទះអ៊ំស្រីរបស់គាត់ចឹងទៅចឹងហើយដែលគាត់ចាប់ផ្ដើមមានអារម្មណ៍ថាមិនសូវស្រួលក្នុងខ្លួនណាប៉ុន្តែគាត់នៅតែបន្តរស់នៅដូចធម្មតាចឹងឯងបន្ទាប់ពីបុណ្យសពនឹងបានបញ្ចប់សោកគ្រប់ទៅទាំងសាច់ញាតិខាងឪពុកទាំងសាច់ញាតិខាងម្ដាយពួកគាត់ក៏ត្រឡប់ទៅស្រុកកំណើតនិងធ្វើការងារដូចធម្មតាចឹងទៅហើយចំពោះបុណ្យសព7ថ្ងៃគឺគេអត់ធ្វើទេគឺគេបានធ្វើម្ហូបអាហារដើម្បីយកទៅប្រគេនលោកនៅឯវត្តចឹងទៅប៉ុន្តែក្រោយពីប្រគេនចង្ហាន់ហើយគាត់ក៏ត្រឡប់មកដល់ផ្ទះវិញហើយនៅពេលដែលគាត់ត្រឡប់មកពីវត្តវិញគាត់ក៏បានទៅអង្គុយនៅលើរឹងនៅក្រោមផ្ទះតែពេលហ្នឹងគាត់ក៏បានឮសលេងមួយសលេងហ្នឹងដូចជាសលេងមនុស្សដើរនៅជាន់លើអញ្ចឹងណាព្រោះគាត់ដឹងច្បាស់ថានៅផ្ទះហ្នឹងមានតែគាត់ហើយនឹងអ៊ំរបស់គាត់ទេដែលស្នាក់នៅក្រោយពីអ៊ំរបស់គាត់ស្លាប់ទៅគឺអត់មានណាគេនៅទេមានតែគាត់ដំបូងឡើយគាត់មានអារម្មណ៍ថាភ័យខ្លាចហើយបន្ទាប់មកទៀតគាត់ក៏គិតថាគីឡូមានណាគេឡើងមកលើផ្ទះគាត់លួចអីវ៉ាន់អីអញ្ចឹងណាហើយពេលហ្នឹងដែលគាត់ព្យាយាមស្ដាប់សលេងហ្នឹងគាត់ចង់ដឹងថាមនុស្សឬមួយក៏អីវិញបន្ទាប់ពីគាត់ស្ដាប់យូរទៅសំលេងសម្រាប់ជឿហ្នឹងក៏វាបានដើរទៅមាត់ទ្វារហើយពេលហ្នឹងដែលគាត់ដៀងកតុយភ្នែកមើលទៅមាត់ទ្វារហ្នឹងថាតើនៅមាត់ទ្វារហ្នឹងមានណាគេឈរនៅហ្នឹងប៉ុន្តែរំពេចហ្នឹងស្រាប់តែគាត់ឃើញសមោលមួយបោះចំហៀនជើងចុះមកកម្មចដាលហើយគាត់ក៏បានកលេចមើលទៅជើងហ្នឹងដែរជាជើងរបស់ណាគេគឺជើងរបស់មនុស្សចាស់ម្នាក់ហើយជើងហ្នឹងគឺស្លេកដូចកតាតែម្ដងដែលធ្វើឲ្យគាត់មានអារម្មណ៍រៀងភ័យខ្លាចហើយគាត់ក៏បែរមុខចេញមកវិញយ៉ាងលឿនតែម្ដងបន្ទាប់ពីគាត់បានកលេចមកវិញគាត់ក៏បានជូតភ្នែករបស់គាត់នៅពេលហ្នឹងគាត់ក៏បានបែរទៅមើលម្ដងទៀតពេលហ្នឹងជើងនៃគាត់បានកលេចឃើញមុនហ្នឹងវាក៏បានបាត់ទៅវិញដែលធ្វើឲ្យគាត់គិតថាប្រហែលជាអារម្មណ៍រវើរវាយរបស់គាត់ដែរបន្ទាប់ពីរឿងរ៉ាវទាំងអស់ហ្នឹងបានកាត់ឡើងគាត់ក៏មានអារម្មណ៍អត់សូវស្ងប់ដែរបើទោះបីជាគាត់គិតថាវាជាការសម័យក៏ដោយក៏គាត់នៅតែមានអារម្មណ៍វិលឬមួយក៏រវើរវាយអញ្ចឹងទៅរហូតដល់ថ្ងៃមួយមិត្តភ័ក្តិរបស់គាត់ហ្នឹងបានមកលេងគាត់ប៉ុន្តែមិត្តភ័ក្តិរបស់គាត់ហ្នឹងបានបែកគ្នាយូរហើយអត់សូវបានជួបគ្នាថ្ងៃហ្នឹងស្រាប់តែមកលេងគាត់បានយកនំនែកឬមួយក៏អាហារសម្រន់ហ្នឹងយកមកផ្ញើគាត់ដែរដែលមិត្តភ័ក្តិគាត់ហ្នឹងឈ្មោះសៃគាត់ជាមិត្តភ័ក្តិការរៀននៅវិទ្យាល័យជាមួយគ្នាណាហើយនៅពេលដែលគាត់បានដើរមកដល់មុខផ្ទះហ្នឹងគាត់ក៏បានជំរាបសួរទៅកាន់មនុស្សម្នាក់នៅកម្ពុជាដែលធ្វើឲ្យនុតហ្នឹងគាត់ចាប់ផ្ដើមមានអារម្មណ៍ភ្ញាក់ផ្អើលណាព្រោះអីផ្ទះគាត់គឺនៅតែគាត់ទេហើយមិត្តភ័ក្តិគាត់ហ្នឹងជំរាបសួរណាគេហើយគាត់ក៏បានកលេចមើលទៅកម្ពុជាហ្នឹងដែរប៉ុន្តែពេលដែលគាត់មើលទៅគឺអត់មានឃើញណាគេនៅកម្ពុជាហ្នឹងទេតែពេលហ្នឹងឯនុតក៏គាត់បានទៅទាញដៃពិសីមកចូលក្រុមផ្ទះណាហើយក៏គាត់បានប្រាប់ថាអ៊ំរបស់គាត់បានស្លាប់ទៅយូរហើយតែពេលដែលនុតគាត់ប្រាប់ទៅពិសីហ្នឹងពិសីអត់ជឿទេព្រោះពិសីគាត់ថាគាត់ស្លាប់ណាមុននឹងគាត់ជំរាបសួរមុននេះហ្នឹងទោះបីជានុតគាត់ព្យាយាមប្រាប់ពិសីយ៉ាងណាក៏ដោយក៏ពិសីអត់ជឿដែរតោះតែនុតហ្នឹងគាត់ទាញដៃពិសីហ្នឹងឡើងទៅលើផ្ទះដើម្បីនាំពិសីហ្នឹងទៅមើលបន្ទប់របស់អ៊ំស្រីរបស់គាត់បញ្ជាក់ប្រាប់ថាអ៊ំស្រីរបស់គាត់បានស្លាប់ហើយឲ្យឃើញទាំងកម្រងផ្កាជាមួយនឹងសុំរូបថតដែលគេបានដាក់នៅកន្លែងធាតុរបស់គាត់តែពេលហ្នឹងឯងដែលធ្វើឲ្យពិសីហ្នឹងគាត់ដឹងហើយថាអ៊ំរបស់គាត់ពិតជាស្លាប់មែនពិសីអត់មាននៅបន្តនិយាយអីទៀតទេគឺគាត់បញ្ញាចុះពីលើផ្ទះហ្នឹងលឿនហ្មងហើយអីវ៉ាន់ដែលគាត់យកមកមុនហ្នឹងគាត់ក៏បានយកទៅវិញដែរគាត់ទុកចោលនៅហ្នឹងហ្មងដែលធ្វើឲ្យនុតកាន់តែមានអារម្មណ៍អត់សូវល្អហើយបើទោះបីជាគាត់ដឹងថានៅក្នុងផ្ទះហ្នឹងតែងតែមានរឿងចម្លែកឬមួយក៏រឿងដែលអាចកំបាំងចំពោះអ្នកដទៃក៏ដោយប៉ុន្តែនុតក៏គាត់នៅតែបន្តរស់នៅក្នុងផ្ទះហ្នឹងដូចធម្មតាដែរទោះជាយ៉ាងណាក៏នៅតែជាអ៊ំស្រីរបស់គាត់ដែរគាត់មិនអាចធ្វើបាបក្មួយស្រីគាត់ទេតោះទៅដល់ថ្ងៃមួយទៀតមិត្តភ័ក្តិរបស់គាត់ទាំងអស់គ្នាបានមូលមតិមួយព្រោះអីតាំងពីអ៊ំស្រីរបស់នុតបានស្លាប់ទៅគាត់រស់នៅតែឯងទេចឹងហើយទើបមិត្តភ័ក្តិទាំងអស់គ្នាចង់មកធ្វើកម្មវិធីខួបកំណើតហ្នឹងនៅផ្ទះនុតដោយសារតែថ្ងៃកម្មវិធីច្បាស់ជាមានការហូបចុកនិងការច្រៀងរាំអីអញ្ចឹងនៅពេលដែលយើងធ្វើកម្មវិធីនៅផ្ទះនុតវាអត់មានផលប៉ះពាល់ឬមួយក៏ការរំខានទៅដល់អ្នកដទៃទេបន្ទាប់ពីមិត្តភ័ក្តិទាំងអស់គ្នាបានប្រមូលផ្ដុំគ្នានៅផ្ទះនុតហើយគាត់ក៏បានធ្វើកម្មវិធីហើយញ៉ាំស្រាញ៉ាំអីនិយាយគ្នាលេងពីនេះពីនោះរឿងរ៉ាវអីផ្សេងអញ្ចឹងទៅហើយក៏មានមិត្តភ័ក្តិរបស់គាត់ម្នាក់គឺធឿនណាគាត់តែងតែសម្លឹងមើលទៅកាន់កម្មចតានឹងរហូតដែលធ្វើឲ្យអ្នកទាំងអស់គ្នាគាត់ចាប់ផ្ដើមមានអារម្មណ៍ថាឆ្ងល់ឬមួយក៏ចម្លែកនៅក្នុងចិត្តប៉ុន្តែពួកគាត់អត់ហ៊ានសួរពួកគាត់នៅស្ងៀមស្ងាត់ទាំងអស់គ្នាអញ្ចឹងទៅរហូតតទៅដល់ម៉ោង8ម៉ោង9យប់ពួកគាត់អត់ទាន់បញ្ចប់កម្មវិធីនឹងទេពួកគាត់នៅតែបន្តញ៉ាំដូចធម្មតាអញ្ចឹងហើយរំពេចនឹងធឿនក៏គាត់បានប្រាប់ទៅក្រុមរបស់គាត់ថាឲ្យបន្ថយសលេងតិចមើលគាត់ដូចជាលឺសលេងអីមួយយ៉ាងពេលហ្នឹងគាត់ក៏កលេចមើលទៅកាន់កម្មចតានឹងទៀតគាត់ថាគាត់ឃើញដូចជាមនុស្សវ័យចំណាស់ម្នាក់អញ្ចឹងគាត់ចុះមកពេលហ្នឹងនុតក៏គាត់ដឹងច្បាស់ហើយថាជាណាគេដោយគាត់មិនចង់ឲ្យអ្នកទាំងអស់គ្នាហ្នឹងមានអារម្មណ៍ផិតភ័យណាគាត់ក៏បានកេះធឿនឲ្យមកសប្បាយជុំគ្នាវិញទៅគ្មានណាគេនៅលើទេហើយគាត់ក៏និយាយបង្វែរសាច់រឿងអញ្ចឹងទៅពេលហ្នឹងគាត់ក៏បានឲ្យអ្នករាល់គ្នា
គ្នាបន្ថយសលេងព្រោះអីគាត់ខ្លាចមានការរំខានទៅដល់អ្នកនៅលើអញ្ចឹងណាហើយពេលហ្នឹងដែរអ្នកទាំងអស់គ្នាក៏គាត់មានអារម្មណ៍ថាចម្លែកដែរប៉ុន្តែពួកគាត់ក៏បន្តសួរទៀតដែរគាត់ដឹងតែបន្តការសប្បាយបន្តទៀតទៅហើយបន្ទាប់ពីកម្មវិធីបានបញ្ចប់ប្រហែលជាម៉ោង 11 យប់មិត្តភ័ក្តិរបស់ពួកគាត់ក៏បានត្រឡប់ទៅកាន់ផ្ទះរៀងៗខ្លួនអញ្ចឹងទៅហើយពេលហ្នឹងដែរនុតក៏គាត់បានឡើងទៅសម្រាប់ដូចធម្មតាដែរហើយយប់ហ្នឹងក៏មានរឿងមួយកើតឡើងមកលើគាត់ប្រហែលជាម៉ោង 2 ទៀបភ្លឺគាត់ក៏មានអារម្មណ៍ថាឃ្លានទឹកណាគាត់ក៏បានចុះមកចក្រានបែងក្រោមដើម្បីរកទឹកញ៉ាំណានៅពេលហ្នឹងហើយដែលគាត់បានឮសលេងធ្លាក់នៅខាងលើដែលធ្វើឲ្យគាត់ចាប់ភ្លឹកហើយក៏គាត់មានអារម្មណ៍ថាភ័យដែរព្រោះអីគាត់នៅផ្ទះតែឯងពេលហ្នឹងឯងដែលគាត់បានឮសំឡេងចម្លែកដែលដូចជាសំឡេងធ្លាក់អ្វីម្យ៉ាងនៅខាងលើអញ្ចឹងណាព្រោះអីវាមិនមែនឮម្ដងជាពីរដងណាហើយនៅពេលហ្នឹងគាត់ក៏បានឡើងទៅមើលហូបការនៅក្នុងបន្ទប់របស់គាត់វាបានធ្លាក់មកលើអានីបបែករៀលពេញហ្នឹងវាមិនមែនមានត្រឹមតែថូបការទេវាមានវត្ថុជាច្រើនដែលបានធ្លាក់មកលើអានីបហ្នឹងហើយអ្វីដែលគួរឲ្យរន្ធត់សម្រាប់គាត់នៅពេលហ្នឹងគឺកង្ហារនៅខាងលើហ្នឹងវាមានចេញផ្សែងរួមជាមួយនឹងផ្កាភ្លើងតែម្ដងហើយនៅពេលហ្នឹងគាត់ក៏បានទៅប្រលត់ឌីសុងទ័រភ្លើងណាហើយក៏បានដកទៅខាងក្រៅដើម្បីប្រលត់វាបន្ថែមទៀតហើយរឿងរ៉ាវទាំងអស់ហ្នឹងបើសិនជាគាត់អត់បានឃើញទាន់ពេលវេលាទេភ្លើងនឹងអាចរាលដាលឆេះហើយនឹងបង្កជាគ្រោះថ្នាក់ខ្លាំងជាងនឹងក្រោយពីហេតុការណ៍ទាំងអស់ហ្នឹងបានកើតឡើងគាត់ក៏បានអរគុណទៅកាន់អ៊ំរបស់គាត់ដែលតែងតែនៅក្បែរគាត់ហើយបានបង្កើតជាសម្លេងដើម្បីដាស់តឿនទៅកាន់គាត់ឲ្យមានការប្រុងប្រយ័ត្នជាងមុនណាតាំងពីនឹងមកគាត់ថាគាត់អត់ដែលបានជួបហេតុការណ៍ឬមួយក៏រឿងចម្លែកអ្វីពាក់ព័ន្ធជាមួយនឹងអ៊ំរបស់គាត់ទៀតទេហើយគាត់ក៏បានតែធ្វើបុណ្យឧទ្ទិសកុសលទៅកាន់អ៊ំរបស់គាត់ឲ្យបានកើតទៅកាន់សុគតិភពណាហើយជាចុងក្រោយបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច like និង Subscribe Channel របស់ខ្ញុំដើម្បីទទួលបាននូវវីដេអូថ្មីៗជាបន្តបន្ទាប់ទៀត